ជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយនេះជា vlog ថ្មីជាមួយនឹងវីដេអូចាស់វីដេអូហ្នឹងគឺខ្ញុំថតរៀងយូរដែរហើយខ្ញុំអត់ហ៊ានធ្វើវីដេអូផុសនៅក្នុង Facebook ទេបងប្អូនទៅថ្ងៃនេះទៅនឹកឃើញចេះចង់ធ្វើអញ្ចឹងណាពីមុនខ្ញុំមានកម្រងថាចង់ធ្វើដែរប៉ុន្តែខ្លាចអីគេថាកូននឹងមកអួតទៀតហើយអួតខុសគេអញ្ចឹងណាបងប្អូនខ្ញុំអត់មានមកអួតទេអានេះគឺជាសមិទ្ធផលដែលខ្ញុំខំប្រឹងសាំយូរឆ្នាំដែរហើយសមិទ្ធផលដែលខ្ញុំខំប្រឹងហ្នឹងណាគឺខ្ញុំព្យាយាមនិយាយទៅយើងសែនសាំបន្តិចតួចអញ្ចឹងទៅហើយណាមួយទៅគ្រួសារខ្ញុំក៏គាត់ថាចាយើងជួយចិត្តទៅលេងសៀមរាបហេតុអីយើងមិនធ្វើផ្ទះមួយនៅសៀមរាបអញ្ចឹងទៅខ្ញុំក៏គិតថាអញហើយធ្វើផ្ទះដឹងមានលុយណាទេហ្នឹងដល់ពេលអញ្ចឹងទៅគាត់ថាធ្វើទៅអត់អីទេព្រោះអីបើយើងទៅគេងអូតែលក៏វាអស់ច្រើនដែរមិនមែនថាយើងអត់ចូលចិត្តទៅគេងនៅផ្ទះសំណាក់ឬក៏សន្តាគារទេព្រោះអីបើសិនជាយើងមានផ្ទះខ្លួនឯងទៅយើងស្រួលអញ្ចឹងវាមានវាចង់បានន័យថាចាយើងមានលក្ខណៈជាឯកជនភាពរបស់យើងអញ្ចឹងណាយើងចង់ធ្វើអីវាស្រួលចឹងហ្នឹងអញ្ចឹងណាហើយទី2យើងកាត់បន្ថយការចំណាយដែរពីព្រោះឲ្យយើងគិតមើលថាចាយើងទៅលេងម្ដងយើងចំណាយអស់ប្រមាណតែបើសិនឧទាហរណ៍បើយើងមានផ្ទះមួយសម្រាប់ខ្លួនឯងអញ្ចឹងណាតើវាមិនដែរអញ្ចឹងទៅហើយណាមួយទៅខ្ញុំនិយាយតាមត្រង់នៅក្នុងឆាកជីវិតខ្ញុំអត់ដែររំពឹងថាខ្ញុំមានផ្ទះនឹងទេតែគ្រួសារខ្ញុំក៏ថាធ្វើតើអត់អីទេអញ្ចឹងទៅក៏គាត់ជួយខ្ញុំផងអីផងអញ្ចឹងទៅក៏អត់អីទេក៏សម្រេចចិត្តទិញដីបានហើយក៏អត់ទាន់បានធ្វើដែរព្រោះយើងចាំមើលអញ្ចឹងណារោថ្ងៃរោអីអញ្ចឹងទៅហើយណាមួយទៅយើងរោវិស្វករដែលយើងអាចទុកចិត្តបានតើគាត់ធ្វើល្អអត់សម្រាប់ផ្ទះមួយបងប្អូនបើយើងទិញផ្ទះស្រាប់មកយើងអត់ដឹងថាផ្ទះហ្នឹងវារបៀបម៉េចទេតែបើសិនជាយើងទិញដីហើយយើងធ្វើផ្ទះខ្លួនឯងយើងរកវិស្វករខ្លួនឯងយើងឲ្យគាត់ design ហើយយើងមើលទៅលើ design របស់គាត់តែយើងពេញចិត្តអត់និយាយទៅយើងដូចថាធ្វើបុណ្យដល់បងប្អូនដីហ្នឹងទិញប៉ះចាំម្ចាស់ផ្ទះគាត់ល្អនិយាយទៅយើងរិស័យវាលើកហ្មងម្ចាស់ដីក៏គាត់ល្អតែពេលយើងទិញដីហើយយើងរកបានអ្នកវិស្វករសំណង់អញ្ចឹងណាគាត់ក៏ល្អទៀតនិយាយទៅគាត់ដេកូផ្ទះរៀបចំធ្វើផ្ទះឲ្យយើងអត់មានឲ្យយើងពិបាកសំបីតែបន្តិចធ្វើហើយគឺផ្ទះគាត់ខ្ញុំនិយាយមែនសំណង់រឹងមាំគឺគុណភាពខ្ញុំនិយាយមកខ្ញុំឲ្យ10លើ10